Bà ngày níខ្ញុំចេញទ្រីបទៅកំពតមួយយប់2ថ្ងៃធ្វើដំណើរ3នាក់គ្នាខ្ញុំហើយបន្ទាប់មកខ្ញុំចាក់សាំងហើយនឹងយកម៉ូតូសំណប់ចិត្តខ្ញុំគឺអាសង្ហក្រេទៅហើយបន្ទាប់ចាក់សាំងហើយនេះកន្លែងនេះគ្នាខ្ញុំធ្វើអីណាធ្វើចេញទីសៅណានោះប្រូនោះទៅហើយបាទទៅហើយបន្ទាប់ទៅរួចនេះហើយដល់កន្លែងនេះអូនេះមើលទ្រីបខ្ញុំទៅនេះអូសង្ហក្រេហ្នឹងទៅហើយ rider ជាមួយខ្ញុំប៉ុណ្ណាមួយគ្នាខ្ញុំបើនេះអីគេគ្នាខ្ញុំអីគេទៅហើយប្រយមកទៅពីប្រយហើយឥឡូវបដល់ផ្លេមបាយកពតហើយមកទោះមកភ្លៀងខ្ញុំចូលទិញអាវភ្លៀងហើយបានចេញដំណើរទៅបុកគោយជីមកតាមផ្លូវជែកទៅជុំដល់បងប្អូនគ្នាអើយភ្លៀងរហូតនេះមកដល់ទីរួមខេត្តកពតហើយយើងជប់ថតម៉ូតូយើងហើយជាមួយនឹងទេសភាពហើយរូបតំណាងខេត្តកពតគឺផ្លែធូរ៉េនអូកន្លែងនេះឈាមមកហើយយើងទៅហៅទិញបាយញ៉ាំបាទកន្លែងនេះយើងចូលសោះស្រូបអាហារនៅទីរួមខេត្តកពតហើយបានហៀងធូរពោះតិចបានខ្ញុំម៉ូតូដំណើរឡើងទៅភ្នំបូកគោឥឡូវខ្ញុំជីកាត់ស្ពានចាស់នៅខេត្តកពតដល់ផ្លូវឡើងបូកគោហើយបាទនេះគឺជាឧទ្យានជាតិព្រះមនីវង្សបាទភ្នំបូកគោហ្នឹងគេហៅថាបូកគោហ្នឹងមានអារម្មណ៍ថាអត់តន់ទៅដល់ទេមានអារម្មណ៍ថា fresh ខ្លាំងណាស់នេះមើលទិដ្ឋភាពហើយបរិយាកាសជុំវិញខ្លួនជាមួយនឹងបរិយាកាសមួយនឹងម៉ូតូទៀតនិយាយថា fresh យកហ្មងណាពីហើយក៏ធ្វើការនេះឈប់ម៉ូតូបាញ់spray ច្បាក់ឲ្យវាហត់ទៅវាលូនចឹងហើយវាស្ទុះដល់ទៅពីបាញ់ច្បាក់ហើយយើងធ្វើដំណើរបន្តចេញទៀតមកដល់កន្លែងទឹកធ្លាក់នៅផ្លែពាក់កណ្ដាលផ្លូវនេះឈប់ថតមកប៉ុស្តិ៍ពីប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍នេះខ្ញុំថតតែអូរូបខ្ញុំស្អាតស្លាប់ហើយក៏ឡើងមកដល់កន្លែងទីតាំងលោកយាយម៉ៅរូបសំណាក់ធំហ្នឹងក៏ឡើងទៅអុជធូបសូមសំណុកសុខសប្បាយពីលោកយាយហើយមេឃវិញរលើមស្រីចុះអាប់ត្រជាក់ខ្លាំងមកដល់ពេលហើយធ្វើការថតជុំវិញហ្នឹងថតទៅខ្ញុំបានជួបក្រុមបងស៊ីងគាត់មកធ្វើ challenge ប្រហែលធ្វើ challenge ណាបងប្អូនហើយហ៊ីនីតូហ្វាសេហំក្រុមប្លុកគាត់មកថ្ងៃហ្នឹងមកច្រើនគ្នាពីបងពីអង្គុយបាន2